ต่อคืนต่อจังหวัดดังถากกาดปนาแต่งมุกแต่งกลางทางคอยจังสลิงมันเชียดฟังแต่โลก Oh my god โอเคបងប្អូនអញ្ចឹងថ្ងៃនេះគឺយើងបានមកជួបហើយជាមួយនឹង Lambo មួយគ្រឿងដែលមានតែមួយគត់នៅស្រុកខ្មែររបស់យើងគឺជា Lamborghini Urus Kivani Kiros អញ្ចឹងឈ្មោះរៀងវែងតិចដោយសារតែវាគឺជាឡានដែលត្រូវបាន modify ដោយក្រុមហ៊ុន Kivani ជាធម្មតាបងប្អូនដឹងហើយថាក្រុមហ៊ុនដូចជា Brabus ឬក៏ GCD អីបន្ទាប់ពី modify ហើយគឺតែងតែមានឈ្មោះសម្រាប់ឡានរបស់គេជាក់ស្ដែងគឺដូចឡាននេះអញ្ចឹងគឺមានឈ្មោះរបស់វាដែរអញ្ចឹងតើតើទៅនឹងតួខាងក្រៅឡាននេះ Kivani គាត់បានលេង carbon fiber ថា 90% ហើយទាំង hood ឬក៏ក្រក្បាលម៉ាស៊ីននេះគឺជាប្រភេទ carbon fiber ដែលមានជាមួយនឹងភ្លី3តង់ក៏ដូចជាបន្លោះផងដែរហើយខុសពីឡានធម្មតាត្រង់ថាឡានលេងភាគច្រើនគឺអត់សូវមានបន្លោះហើយក៏ប៉ុន្តែបន្លោះទាំង6នៅលើ hood នេះគឺជាបន្លោះមែនទែនដែលសម្រាប់បន្ថយកម្ដៅចេញពីម៉ាស៊ីនឡានរបស់យើងណាដែលគេហៅថាប្រភេទ functional សូម្បីតែច្រមុះរបស់វាកន្លែង2នេះក៏ជាបន្លោះមែនទែនដែរហើយដែលខ្ញុំចាប់អារម្មណ៍មួយទៀតគឺផ្នែកកាំងខាងក្រោមរបស់វាដែលជាប្រភេទ carbon fiber ដែរហើយអីដែលគេលេងម៉ូដពិសេសនេះគឺ3ឆ្នូតឡើយនេះហាក់បីដូចជាថ្មិញរបស់វាអញ្ចឹងលើពីនេះទៀតអីដែលខ្ញុំចាប់អារម្មណ៍គឺកាឡា carbon fiber របស់ Kivani នេះគឺរៀងធំហើយប្លែកពី carbon fiber ទូទៅដែលយើងមើលទៅគឺលយខ្លាំងមែនទែនអញ្ចឹងមុននឹងបង្ហើយកាំងខាងមុខនេះខ្ញុំក៏ចង់បញ្ជាក់ដែរថា logo គឺបានផ្លាស់ប្ដូរទៅជា logo Kivani ហើយម៉ូដបន្ថែមរបស់ Kivani ទៀតហ្នឹងគឺជាអក្សរ Y ផ្ដេកន្លែងនេះដែលយើងមើលទៅបូករួមជាមួយនឹង headlight ឬក៏ចង្កៀងរបស់វាខ្លាយទៅជាម៉ូដដប់ហើយមួយវិញទៀតក្រៅតែពីផ្នែកខាងក្រៅគឺជា carbon fiber សូម្បីតែផ្នែកខាងក្នុងនេះបន្លោះដែលខ្ញុំលូកទៅហ្នឹងក៏ជា carbon fiber ដែរអូខេអញ្ចឹងយើងបន្តមកផ្នែកចំហៀងដែលជា fender របស់វាវិញម្ដងយើងឃើញច្បាស់ហើយគឺជា carbon fiber ដូចគ្នាហើយតាក់ទងទៅនឹង fitment របស់វាគឺអែមខ្លាំងមែនទែនបងប្អូនទាំងនេះស្មើតែម្ដងអត់មានវាចាំមានអីទេអែមខ្លាំងមែនទែនខាងលើនេះក៏យើងឃើញ mode ជាអក្សរ Y2 ក៏ជា carbon fiber ផងដែររួមជាមួយនឹងកន្លែងនេះដែលមាន logo Kivani ហើយអ្វីដែលយើងម្លងអត់បានទៀតហ្នឹងគឺតាក់ទងទៅនឹងកន្លែងកង់នេះជាក់ស្ដែងគឺយើងឃើញកន្លែងគៀមហ្វ្រាំងនេះគឺជាពណ៌បៃតងហើយមាន logo Kivani ក៏ដូច mode ជុំវិញពណ៌បៃតងដូចទៅនឹងគៀមហ្វ្រាំងនឹងដែរហើយយ៉ានរបស់វាក៏ទំហំធំដែរគឺ23អ៊ីងទាំងមុខទាំងក្រោយតែម្ដងហើយក៏យើងមានក្រោបកញ្ចក់ដែលជា carbon fiber ផងដែរក៏ដូចជាមាន detail ដូចជាអក្សរ Y នេះ3D អញ្ចឹងលយខ្លាំងមែនតើអញ្ចឹងបើសិនជាយើងកន្លែងទៅមើលផ្នែកចំហៀងហ្នឹងទៅតពី lip នៅខាងក្រោមនេះគឺមានជាមួយនឹង fender បន្តមក side skirt នៅខាងក្រោមនេះហើយតដល់ fender ហ្នឹងតែម្ដងដែលជាលំហ carbon fiber របស់គេណាដែល side skirt ហ្នឹងផ្ទាល់ Kivani គាត់បានលេងជា mode កម្ម post 3D ណាមើលទៅគឺស្រស់ស្អាតខ្លាំងមែនតើអូខេអញ្ចឹងយើងបន្តមកដល់ផ្នែកខាងក្រោយនេះក៏ជាកន្លែងដែល Kivani គាត់បានរចនាមកម្ចាស់ដៃដែរបាទគឺមង្គមគាត់បានបន្ថែមច្រើនខ្លាំងមែនតើដូចជា spoiler carbon fiber ខាងលើនេះហើយមានជាមួយនឹង rear deck ដែលជា spoiler មួយតង់ទៀតអាចនិយាយថា2តង់ណាអញ្ចឹងជួយទប់កម្លាំងស្កតឡាននេះបានល្អមែនទែនដោយសារតែគឺជាប្រភេទ super SUV ហើយខាងក្រោមនេះក៏គាត់បានបន្ថែមជាមួយនឹងគ្រឿង carbon fiber ក៏ដូចជា light bar ឡើយនេះហើយជាពិសេសគឺសាច់ដុំដែលគាត់បានបន្ថែមទៅលើតាគៀកខាងក្រោយនេះឡានស៊ីនគឺមានកន្លែងហ្នឹងដែរក៏ប៉ុន្តែរៀងស្គមមែនតែ Kivani គាត់បានសម្លើងឲ្យវាមើលទៅរៀងក្តាំងក៏ដូចជាអំណាចនៅផ្នែកខាងក្រោយហ្នឹងណាហើយសំខាន់គឺមានបន្លោះហើយសម្រាប់បន្លោះរបស់វាហ្នឹងក៏ជាបន្លោះមែនទែនទៀតផងមិនមែនជាបន្លោះបិទចិត្តគ្រាន់តែដាក់ម៉ូដមើលទៅលយទេខ្ញុំសរសើរ Kivani ខ្លាំងមែនទែនតែគាត់ព្យាយាមរក្សាបន្លោះ functional ច្រើនជុំវិញម៉ូតូ body kit របស់គាត់ណាហើយមកដល់ផ្នែកខាងក្រោមនេះគឺយើងឃើញមានកាំង carbon fiber ទៀតហើយអែមខ្លាំងមែនទែនហើយជាពិសេសគឺបានលេងជាមួយនឹង accent ឬក៏ពណ៌ highlight ពណ៌ទូជេទៀតណាអញ្ចឹងមើលទៅគឺវារៀងលិចក៏ដូចជាស្រស់ស្អាតតែម្ដងព្រោះថាពណ៌ highlight ហ្នឹងក៏នៅចំកន្លែង diffuser ផងដែរមួយទៀតដែលគាត់បានបន្ថែមដែរមិនមែនជាគ្រឿងស៊ីនទេគឺជា stop ឡានប៉ុណ្ណឹង F1 អានេះគ្រាន់ដាក់ឲ្យយើងមើលទៅឃើញលយក៏ដូចជាមើលទៅគួរចាប់អារម្មណ៍ខ្លាំងមែនទែននៅពេលដែលជិះខាងក្រោយឡានហ្នឹងបញ្ចប់ចុងក្រោយគឺចង់និយាយតាក់ទងទៅនឹងស៊ីម៉ាំងអានេះមិនមែនជា original ទេគឺជាប្រភេទស៊ីម៉ាំងដែលបានផ្លាស់ប្ដូរឬក៏លេងហើយជាប្រភេទ brand OYFT ទៅលេងដូចខ្ញុំបានដាក់ឲ្យអ្នកនរគ្នាស្ដាប់អញ្ចឹងគឺអែមក៏ដូចជាលឺខ្លាំងមែនទែនតែម្ដងហើយផ្នែកខាងក្នុងហ្នឹងគឺយើងអាចឃើញពីស៊ីម៉ាំងតែម្ដងគឺមានពណ៌ខៀវហ្នឹងដោយសារតែវាគឺជាប្រភេទ titanium ឬក៏ titanium បាទអូខេបងប្អូនទាំងគ្នាអញ្ចឹងតាក់ទងទៅនឹងរូបរាងខាងក្រៅគឺមានប៉ុណ្ណឹងឥឡូវយើងទៅតេស្ត drive ទាំងអស់គ្នាចង់ដឹងថាកបោនច្រើនអញ្ចឹងឡាននេះស្ទុះខ្លាំងប៉ុណ្ណាដែរអូខេបងប្អូនទាំងគ្នាអញ្ចឹងឥឡូវយើងបានមកដល់ខាងក្នុងហើយហើយដែលចាប់អារម្មណ៍ដំបូងគឺតាក់ទងទៅនឹង interior ដែលគេបានរចនាតាមបែបយន្តហោះណាប៊ូតុងសម្រាប់ start stop ឬក៏ winch ហ្នឹងគឺ style បែបយន្តហោះដែលយើងអាចបើកបានហើយបើយើងចុចក្រោយហើយតាក់ទងទៅនឹង gear shift ឬក៏ឆ្កឹះលេខនៅក្នុងការបដូរ gear វិញកន្លែងនេះគឺយើងមានសម្រាប់តែដាក់ reverse តែប៉ុណ្ណោះអញ្ចឹងសម្រាប់ P គឺយើងចុចប៊ូតុងហើយសម្រាប់ D ឬក៏ drive ទៅមុខគឺយើងប្រើប្រាស់ជាមួយនឹង pedal shift កន្លែងនេះអញ្ចឹងវាយចូលហើយយើងទៅមុខអ
ចឹងដំបូងក៏ចង់អរគុណក៏ដូចជា shout out ទៅកាន់ Platinum Auto ដែរដែលគាត់បានឲ្យឡាននេះដើម្បីធ្វើការសាកល្បឿនក៏ដូចជា test drive សម្រាប់បងប្អូនទាំងអស់គ្នាណាហើយក្បាលដំបូងខ្ញុំចង់និយាយតាក់ទងទៅនឹង performance របស់ឡានតែម្ដងគឺសម្រាប់ platform ឬក៏ស្ថាបត្យកម្មគោរពរបស់វាអញ្ចឹងចំណុចដំបូងដែលខ្ញុំចង់និយាយតាក់ទងទៅនឹង Urus ឬក៏ Kirus ដែលយើងកំពុងតែបើកនេះគឺវាប្រើប្រាស់ស្ថាបត្យកម្មគ្រោងរបស់ Volkswagen ដែលមានឈ្មោះថា MLB Evo អញ្ចឹងគ្រោងមួយហ្នឹងគឺមានទីតាំងម៉ាស៊ីននៅខាងមុខដែលជាប្រព័ន្ធ all wheel drive ហើយ spec ម៉ាស៊ីនរបស់វាគឺ V8 4.0 ពលកម្លាំងបាន641សេះជាមួយនឹងកម្លាំងរំមួល850 Newton m ក៏ប៉ុន្តែដោយសារតាឡាននេះគឺមានការ modify តួក៏ដូចជាការផ្លាស់ប្ដូរស៊ីម៉ាំងមកពីស្រុកគេស្រាប់តែម្ដងអញ្ចឹងយកដឹងថាគេមានការធូនតម្លើងកម្លាំងសេះឬក៏អត់ទេបន្តទៅទៀតគឺយើងត្រូវនិយាយតាក់ទងទៅនឹងប្រព័ន្ធគ្រប់គ្រងការបើកបរដែល Lamborghini គាត់ឲ្យឈ្មោះមកប្លុកនេះហៅថា Tempuro ឬក៏ Control Center អញ្ចឹងខាងឆ្វេងនេះគឺយើងមានពាក្យ Anima ឬក៏ជា Driving Mode របស់ឡាននឹងផ្ទាល់ដែលវាមានចំនួន4ផងដែរមាន Strada ឬក៏ប្រែទៅជា Street មានថាសម្រាប់យើងបើកធម្មតាហើយខាងក្រោមគឺមាន Sport ឬក៏បើកបែប Sport ក្នុងការវ៉ាជែងជាដើមហើយខាងក្រោមគឺមាន Corsa គឺជា mode ដែល extreme ខ្លាំងមែនទែនសម្រាប់បើកនៅលើទីលានឬក៏យើងបើក high performance ខ្លាំងណាហើយខាងក្រោមគេគឺមាន Neve ដែលជា mode special មួយសម្រាប់ Lambo Urus នេះផ្ទាល់តែម្ដងគឺជា mode off road ហើយនៅពេលដែលយើងចូល Neve នឹងផ្ទាល់ air suspension របស់ឡានគឺវានឹង raise ឬក៏តម្លើងរហូតដល់ពី50 mm ឲ្យឡានរបស់យើងខ្ពស់ឬក៏បន្ថែម ground clearance ណាដើម្បីងាយស្រួលនៅក្នុងការបើកផ្លូវអាលាក់ឬក៏ផ្លូវ off road កុំឲ្យប៉ះពាល់ទៅដល់ជើងក្រោមឡានរបស់យើងខាងស្ដាំវិញគឺមានពី Ego ឬក៏ជា manual mode ដែលយើងអាចសេរីឬក៏កំណត់ខ្លួនឯងបានទៅតាមការបើកបរឬក៏ចំណង់ចំណូលចិត្តរបស់យើងដែលមានប៊ូតុង3នេះយើងអាចកំណត់ឬក៏សេរីបានហើយនៅក្នុងប៊ូតុង3នឹងទៀតសោតក៏យើងអាចសេរីបាន3កម្រិតទៀតផងដែរមាន smooth មាន medium ក៏ដូចជា sportive អញ្ចឹងប៊ូតុងខាងលើគឺយើងអាចសេរីទៅគឺវានឹងកំណត់តាក់ទងទៅនឹងប្រព័ន្ធម៉ាស៊ីនប្រអប់លេខក៏ដូចជាប្រព័ន្ធទំនើងនៃឡានរបស់យើងទៅពេលដែលយើងចូល sport ទៅនឹងដូរសលេងស៊ីម៉ាំងហើយសម្រាប់ប៊ូតុងដែលមានរូបរាងជាកូដនេះវិញគឺជាប៊ូតុងដែលយើងកំណត់តាក់ទងទៅនឹង handling របស់ឡានណាវានឹងសេរីតាក់ទងទៅនឹងចង្កូតខាងមុខក៏ដូចជាចង្កូតកង់ក្រោយដោយសារតាឡាននេះក៏មានជាមួយនឹងប្រព័ន្ធ rear wheel steering ផងដែរហើយលើពីនោះទៀតគឺវានឹងកំណត់សេរីតាក់ទងទៅនឹង rear differential របស់ឡានឬក៏ពងខាងក្រោយរបស់ឡានមានន័យថាកម្លាំងនៃកង់ខាងក្រោយពីឆ្វេងទៅស្ដាំហ្នឹងគឺវានឹងលៃទៅតាមផ្លូវដែលយើងកំពុងតែបើកនឹងផ្ទាល់អញ្ចឹងប៊ូតុងនឹងផ្ទាល់គឺយើងអាចចូលទៅ sportive នៅពេលដែលយើងត្រូវការបើកផ្លូវតុងអាំងឬក៏មានផ្លូវបត់បែនច្រើនណាគឺវានឹងជួយតាក់ទងទៅនឹងលំនឹងឡានក៏ដូចជាការបត់ឆ្លូតរបស់យើងច្រើនមែនតើចុងក្រោយគេគឺមានជាមួយនឹងប៊ូតុងបូមនេះដែលវានឹងសេរីតាក់ទងទៅនឹងបូមខ្យល់ដោយសារតាឡាននេះប្រើប្រាស់ជាមួយនឹងប្រព័ន្ធ active air suspension ក៏ដូចជាកម្ពស់ឡានរបស់យើងបូករួមជាមួយនឹង active anti roll bar ផងដែរUrus នេះ special ត្រង់ថាវាប្រើប្រាស់ជាមួយប្រព័ន្ធ active anti roll bar ហ្នឹងឬក៏ប្រព័ន្ធដងរែកក៏ប៉ុន្តែជាប្រភេទសកម្មអញ្ចឹងប្រព័ន្ធនឹងផ្ទាល់នៅបើសិនជាយើងប្រើប្រាស់ជាមួយនឹង driving mode ដូចជា Corsa អីគឺវានឹងដំណើរការសកម្មអញ្ចឹងនៅពេលដែលយើងបួងចង្កូត motor ដងរែករបស់វានឹងជួយទប់លំនឹងឡានរបស់យើងកាន់តែខ្លាំងក៏ប៉ុន្តែនៅពេលដែលយើងជិះផ្លូវធម្មតាដូចជាផ្លូវអាលាក់អីគឺវានឹងផ្ដាច់ចេញណានិយាយស្ដាប់ទៅគឺធ្វើឲ្យឡានរបស់យើងមានផាសុកភាពល្អអូខេអញ្ចឹងផ្នែកនេះគឺជាផ្នែកដែលខ្ញុំនឹងធ្វើការតេស្តសន្ទុះរបស់ឡាននឹងផ្ទាល់តែម្ដងបើនិយាយពីឡាន stock ឬក៏ឡាន SIN ពី0ទៅ100គឺជាន់ 3.6 second អញ្ចឹងបន្ទាប់ពីបានមកពាក់កបោនហើយឡានយើងស្រាវជាមុនអញ្ចឹងខ្ញុំគិតថាអាចនឹងជាន់ស្ទុះជាមុនឥឡូវនេះខ្ញុំនឹងចូល Corsa តែម្ដងអូខេOh my god អូសលេងទីម៉ាស់ឡោអូស្ទុំមែនតើអូសលេង aggressive ខ្លាំងមែនតើជាន់ដល់ flat ឡើងទៅដល់100តែម្ដងបាទកប់សេរីវ៉ាវឥឡូវយើងជិះផ្លូវរៀងកោងក៏ប៉ុន្តែមានអារម្មណ៍ថា smooth មែនតើជាពិសេសខ្ញុំចូលចិត្តតាក់ទងទៅនឹងការបូកចង្កូតខ្លាំងមែនតើនៅពេលដែលយើងដូរ lane ណាគឺវាងាយស្រួលដូចជាឡាន sport ទៀបៗចឹងទោះបីជាវាគឺជា SUV ក៏ដោយចំណាប់អារម្មណ៍របស់ខ្ញុំជាមួយនឹង driving mode វិញគឺថានៅពេលដែលយើងនៅក្នុង Strada យើងជន់ទៅលេខរបស់វាឆាប់ឡើងមែនតើឡើងដល់6ឬក៏7ជាដើមដោយសារតាឡាននេះ8 speed ឬក៏8វគ្គក៏ប៉ុន្តែនៅពេលដែលយើងតម្លាក់ចូល Corsa វិញគឺវានឹងតម្លាក់មកទៀបដូចជាលេខ3ឬក៏លេខ2ជាដើមដើម្បីឲ្យកម្លាំងរមួលនៅលេខទៀបហ្នឹងគឺវាខ្លាំងឲ្យឡានរបស់យើងស្ទុះលឿនជាងមុនចុងក្រោយតាក់ទងទៅនឹង Lamborghini Urus Kivani Kirus នេះខ្ញុំគិតថាមានចំណុចល្អច្រើនតាក់ទងទៅនឹងរូបរាងខាងក្រៅខ្ញុំគិតថាវាអំណាចក៏ដូចជាលេចធ្លោហើយស្អាតខ្លាំងមែនតើចំណែកផ្នែកខាងក្នុងវិញខ្ញុំគិតថាវាទលាយទន់ស្រួលហើយមានការរចនាបែប DNA របស់ Lambo ណាតាក់ទងទៅនឹងការប្រើប្រាស់វិញដាក់មនុស្សបានច្រើនដាក់អីវ៉ាន់ក៏បានច្រើនហើយបើសិនជាយើងចង់បាន performance យើងអាចប្រើប្រាស់ជាមួយនឹង driving mode បានទៀតជាពិសេសគឺគេបានផ្លាស់ប្ដូរស៊ីម៉ាំងរួចហើយអញ្ចឹងសម្រាប់ការបើក performance របស់យើងគឺអែមតែម្ដង
យើងបងប្អូនទាំងអស់នេះគិតវិញដែរតាក់ទងទៅនឹង performance ក៏ដូចជារូបរាងរបស់ Keras នេះកុំភ្លេច comment នៅខាងក្រោមម្នាក់មួយផងយើងជួបគ្នានៅវីដេអូ call ជាមួយនឹងឡានថ្មីៗជាច្រើនទៀតបាយបាយ